រិកអ៊ីរ៉ង់ទូឡើងវិញហើយលើកនេះចិនក៏ត្រូវបានទាញចូលទៅក្នុងកណ្ដាលនៃភាពតានតឹងបន្ទាប់ពីប្រកាសថាដល់វេនយើងហើយលោកដូណាល់ត្រាំបានបញ្ជាឲ្យកងទ័ពអាមេរិកបើកការវាយប្រហាររលកថ្មីលើអ៊ីរ៉ង់ហើយលោកព្រមានថាអាមេរិកនឹងខកចិត្តយ៉ាងខ្លាំងប្រសិនបើប្រធានាធិបតីចិនលោកស៊ីជីនពីងបើកដៃឲ្យចិនផ្គត់ផ្គង់អាវុធដល់ទីក្រុងតេហឺរ៉ង់ការវាយប្រហារបានចាប់ផ្ដើមនៅម៉ោង 8 យប់ថ្ងៃទី 29 ខែកក្កដាឆ្នាំ 2026 ម៉ោងនៅអាមេរិកត្រូវនឹងម៉ោង 7 ព្រឹកថ្ងៃទី 30 ខែកក្កដានៅកម្ពុជាបញ្ជាការកណ្ដាលអាមេរិកសិនខំនិយាយថានេះគឺជាការឆ្លើយតបដ៏ខ្លាំងក្លាចំពោះការបាញ់មីស៊ីលរបស់អ៊ីរ៉ង់សម្ដៅកងទ័ពអាមេរិកនៅមជ្ឈមបូព៌ាកាលពីថ្ងៃមុនអាមេរិកមិនទាន់បង្ហាញបញ្ជីគោលដៅវាយប្រហារទាំងអស់ជាសាធារណៈភ្លាមៗទេក៏ប៉ុន្តែសម្លេងផ្ទុះត្រូវបានរាយការណ៍នៅតំបន់ជាច្រើននៅក្នុងភាគខាងត្បូងប្រទេសអ៊ីរ៉ង់ការវាយប្រហារនេះបានបញ្ចប់ការផ្អាកវាយរយៈពេលខ្លីដែលលោកឆ្រាំធ្លាប់អះអាងថាមានបំណងបើកផ្លូវការទូតមុនចេញបញ្ជាវាយជាថ្មីនាពេលនេះលោកឆ្រាំបានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថាអាមេរិកនឹងវាយអ៊ីរ៉ង់យ៉ាងខ្លាំងព្រោះដល់វេនរបស់អាមេរិកត្រូវសងតបវិញហើយទោះជាយ៉ាងណាលោកនៅតែបើកទ្វារសម្រាប់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅថ្ងៃក្រោយចំពោះការព្រមានចិនវិញគឺកើតឡើងបន្ទាប់ពី Reuters រាយការណ៍នៅថ្ងៃទី 29 ខែកក្កដាថាអ៊ីរ៉ង់អាចទទួលបានប្រព័ន្ធមីស៊ីលការពារអាកាសបាញ់ពីលើស្មាដែលផលិតដោយចិនរហូតដល់400គ្រឿងក្នុងប៉ុន្មានសប្តាហ៍ខាងមុខលោកឆ្រាំនិយាយប្រាប់ Fox News ថាព័ត៌មាននេះធ្វើឲ្យលោកភ្ញាក់ផ្អើលព្រោះលោកស៊ីធ្លាប់ធានាថាចិននឹងមិនលក់ឬក៏ផ្ដល់អាវុធឲ្យអ៊ីរ៉ង់ឡើយលោកថានៅពេលនេះលោកនៅតែជឿលើការធានារបស់លោកស៊ីចំណែកអ៊ីរ៉ង់បានទទួលស្គាល់ថាកងឆ្មាំបដិវត្តរបស់ខ្លួនបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់សម្ដៅទៅមូលដ្ឋានអាមេរិកនៅក្នុងប្រទេសហ្សុកដានីប៉ុន្តែមកដល់ពេលនេះទីក្រុងតេហឺរ៉ង់មិនទាន់ប្រកាសចំហផ្លូវការលំអិតចំពោះរលកវាយប្រហារថ្មីរបស់អាមេរិកនៅឡើយទោះជាយ៉ាងណាភាពតានតឹងបានរីកចូលប្រទេសជាច្រើនរួចទៅហើយដោយអាមេរិកនិងអារ៉ាប៊ីសាអូឌីតវាយក្រុមសម្ព័ន្ធអ៊ីរ៉ង់នៅអ៊ីរ៉ាក់ខណៈដែលក្រុមហ៊ូទីនៅយេម៉ែនព្រមមានរារាំងនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហមការផ្ទុះឡើងវិញនៃសង្គ្រាមនិងក្តីបារម្ភថាចំនួនអាចទាញមហាអំណាចផ្សេងឲ្យចូលរួមបានរុញតម្លៃប្រេង Brent ឡើងដល់ជាង$89ក្នុង1បារ៉ែលនៅថ្ងៃទី 30 ខែកក្កដានេះបើយោងតាម Reuters ខ្ញុំរស់សុធាពី News Today NTTV Let's go. The new Ford Territory.